សួរលោកគ្រូខ្ញុំបានឈ្មោះតាំងបន្ហាប់ថ្ងៃនេះខ្ញុំមកធ្វើការងារបន្ទាប់គឺការតេស្តជាមួយនឹង basic command របស់ Linux ដែលធ្វើឡើងបន្ទាប់ពីការងារ remote យូរបន្ទុកពីVirtualbox ពី server OS របស់យើងដំបូងយើងតេស្តទៅលើ command pwd ដើម្បីចូលទៅកាន់ home យើងចូលទៅកាន់ home តមកទៀតយើងcd/ ដើម្បីចូលទៅកាន់ home directory របស់យើងតមកទៀតយើងតែ command ls នេះគឺជាទិន្នន័យរបស់ Ubuntu របស់យើងតមកទៀតយើងតែទៅលើ command var cdដើម្បីយើងចុច tab ដើម្បីយើងចុច tab ពីរដងដើម្បីមើលថានៅក្នុង var ហ្នឹងមានអីខ្លះគឺវាមាន backup cache crash រហូតដល់ TMP ចឹងទៅតមកទៀតយើងចង់តេស្តយើងចង់ឆែកទៅមើល file backup របស់យើងថានៅក្នុងនោះមានអីខ្លះយើងគ្រាន់តែបាយថា backup មកនេះយើងស្ថិតនៅក្នុង file backup ហើយយើងគ្រាន់តែបាយពាក្យថា ls មកយើងពលាអញ្ចឹងនៅក្នុងនេះដោយសារខ្ញុំអត់សូវបានប្រើដូច្នេះ file backup រឿងវាមិនមានទិន្នន័យទេហើយបើយើងចង់ចេញពី file backup ទៅកាន់ var វិញយើងគ្រាន់តែវាយពាក្យថា cd ចុចអាហ្នឹងយើងចាំផ្លែត cd អូខេនេះយើងចេញទៅវិញហើយអាហ្នឹងយើងចេញបានតែម្ដងតែមួយ file មួយ folder ទេអញ្ចឹងបើយើងចង់ចេញពី var ហ្នឹងយើងវាយមិនពាក្យថា cd ហើយជាមួយនឹងហ្នឹងវានឹងចេញមកដល់ partition របស់យើងហើយបើយើងចង់ឆែកមើល RAM យើងវាយfree.h នោះវានឹងឃើញ RAM របស់យើងចឹងយើងប្រើ command មួយទៀតមកយើងdf.h ចឹងយើងនឹងឃើញvariable Faraday របស់យើងគឺវាប្រើអស់ចំនួន 12G 4.6G វាប្រើអស់ 44% ចឹងវានៅសល់ 6.1G ចឹងបន្តមកទៀតយើងឆែកទៅលើទំហំ folder របស់យើងចឹងយើងវាយsudo ដើម្បីវាកណនាទំហំ folder របស់យើង sudo du.sa varយើង enter មកវានឹងឲ្យយើងវាយ password ចឹងយើងវាយ password ទៅចឹងវានឹងបង្ហាញអំពីទំហំរបស់យើងគឺយើងប្រើអស់463 មេហើយកន្លែងនេះបើយើងចង់ឆែកទៅលើទំហំអីផ្សេងក្រៅពីFaraday របស់យើងទៅយើងគ្រាន់តែវាយ slash ហើយយើងវាយពាក្យថាទំហំ folder របស់យើងទៅដូចយើងខ្ញុំចង់ឆែក folder etc ចឹងយើងវាយប៉ុណ្ណឹងចាំផ្លែតនេះដោយសារមុននឹងយើងវាយខុសចឹងយើងឆែកមើលទៅគឺវានឹងឃើញទំហំ file etc របស់យើងគឺ 6.2 មេអញ្ចឹងបន្តមកទៀតយើងចូលទៅកាន់ command មួយទៀតគឺ ls cpu ដើម្បីឆែកមើល cpu ដូច្នេះយើងនឹងឃើញពាក្យ model name នេះដែលវាបង្ហាញអំពី CPU របស់យើងគឺCPU ជំនាន់ទី11 i7 ចុងបន្តមកទៀតយើងតេស្តទៅលើ command p តមកទៀតយើងតេស្ត command ps aux ដើម្បីឆែកមើលថាយើងបាន run កម្មវិធីអីខ្លះវាដូចជា file manager អញ្ចឹងបន្តមកទៀតយើងនឹងតេស្តទៅលើ command បន្តទៀតគឺ
command kill PID ចឹងយើងដើម្បីតែយើងវាយទៅដូចឧទាហរណ៍ខ្ញុំចង់បិទលេខស្រួលកាត់បិទលេខ453ចុះយើងគាត់ទៅវាយ command ពាក្យថា sudo kill ដកដកចាំតិច2ដក9837ហើយយើង run command នោះឡើងវិញយើង kill 837យើងនឹង run command ps aux ឡើងវិញដូច្នេះវាបានបិទឲ្យហើយបាន close រួចហើយអូខេបន្តមកទៀតយើងនឹងតែ command ទៅលើ lsb release ហើយយើងវាយទៅ lsb release ដក a តមកយើងនឹងឃើញ distributor id ubuntu description ubuntu 24.0.03 ហើយជាមួយនឹង release 24.04 ហើយ code name គឺ notebook អូខេបន្តមកទៀតគឺយើងឆែកទៅលើ host name ដែលក្នុង Windows របស់យើងគេហៅថា username ហ្នឹងហើយតែលើនោះគេហៅ host name អូខេ host name របស់យើងគឺ sv1 រីឯនៅក្នុងយើងចង់ឆែកទៅលើ IP យើងគ្រាន់តែបន្ថែមទៅលើ host name ដក i មកវានឹងឃើញ IP របស់យើងគឺ 112.168.224 មកយើងផ្ដាច់វាមួយសិនទៅចាំផ្លាច់អូខេឥឡូវយើងចូលទៅកាន់command បន្តទៀតតាមម្ដងទៅគឺ ifconfig តែមុនដំបូងយើងត្រូវតែ install internet សិន sudo យើងបាយ command sudo apt install map.tool អូខេវាពុំ install ហើយទៅពីវាinstall ហើយយើងបាយ command មួយទៀតទៅគឺ ifconfig តមកវានឹងហៅទិន្នន័យអ៊ីនធឺណិតរបស់យើងមកហើយអញ្ចឹងបន្តមកទៀតគឺយើងនឹងតេស្តលើ command shutdown reboot អញ្ចឹងយើងតេស្តទៅលើ command បន្តទៀតមាន shutdown reboot ជាមួយនឹង power off ដើម្បីប្រើ command ហ្នឹងបានយើងវាយ sudo មុនតមកទៀតយើងនឹងវាយពាក្យថា power off នៅក្នុង command មួយនេះគឺនៅពេលដែលយើងចុច enter ទៅវានឹង shutdown ម៉ាស៊ីនរបស់យើង auto រីឯ reboot ក៏ដូចគ្នាដែរពេលដែលយើងចុច enter ទៅវានឹង reboot របស់យើងម៉ាស៊ីនរបស់យើង auto ដូចគ្នារីឯ shutdown វិញគឺវាផ្លែកជាងគេគឺវាអាចកំណត់ម៉ោងដែលគ្រាន់តែយើងវាយshutdown ដក o ហើយបើយើងចង់ដាក់9នាទីយើងវាយលេខ9ទៅបើចង់បាន shutdown ក្នុងរយៈពេល30នាទីយើងវាយលេខ30ទៅហើយបើយើងចង់ restart វិញយើងគ្រាន់តែវាយ sudo shutdown ហើយដក o ហើយកន្លែងនេះខាងក្រោយដូចគ្នាគឺជានាទីបើយើងចង់ restart ក្នុងរយៈពេល15នាទីទៀតយើងវាយ15ទៅបើយើងចង់ restart ក្នុងរយៈពេល10នាទីទៀតយើងវាយលេខ10ទៅអញ្ចឹងនេះគឺជាការប្រើប្រាស់ទៅលើ command ជាមួយនឹង reboot shutdown power off ឧទាហរណ៍ថាខ្ញុំចង់ restart ក្នុងរយៈពេល10នាទីទៀតយើងគ្រាន់តែវាយ sudo shutdown ដក o 10នាទីទៅវានឹងចេញវាថា system វា reboot ហើយវារយៈបាយថាថ្ងៃហ្នឹងថ្ងៃពុធអញ្ចឹងវានឹង reboot ថ្ងៃពុធនៅក្នុងម៉ោង 11:38 អញ្ចឹងវានឹងបញ្ជាក់មកថានេះវាគឺជាចំនួន10នាទីបន្ទាប់មកទៀតតែបើសិនជាយើងអត់ចង់ទេយើងគ្រាន់តែវាយពាក្យថា shutdown.c ទៅសម្រាប់ cancel នៃការ restart របស់យើងគ្រាន់តែវាយ command sudo shutdown.c
chẳng vì năng reply với dân tha system shutdown has been cancelled chẳng vì thaនៅពេលដែលយើង refresh restart ក្នុងរយៈពេល10នាទីទៀតវាត្រូវបាន cancel ដោយប្រើប្រាស់ជាមួយនឹង command sudo shutdown.c អញ្ចឹងតាក់ទងជាមួយនឹងម៉ោងគឺវា load ម៉ោងខុសវាទៅជា load ម៉ោងនៅក្នុង sheet ផ្សេងវិញដែលនៅក្នុងម៉ោងរបស់យើងនៅពេលនេះគឺ 6:30 PM តែ load ម៉ោងរបស់វាគឺវាទៅចេញជា 11:29 វិញអញ្ចឹងដើម្បីផ្លាស់ប្ដូរបានចឹងដើម្បីផ្លាស់ប្ដូរបានយើងត្រូវវាយកំបាន sudo sudo time that ctl time that ctl set độ time zone double quote Asia slash Phnom Penh ហើយយើងចុច enter time that ctl sudo time ctl set time zone Asia slash Phnom Penh ហើយយើងវាយម្ដងទៀត sudo time that ctl set zone slash Asia sudo time that ctl set time zone Asia Phnom Penh អូខេវាដើរហើយមុននេះខ្ញុំភ្លេចដក clear កន្លែង Asia Phnom Penh អញ្ចឹងបន្តមកទៀតយើងវាយ time that ctl មក time that ctl ហើយយើង enter មកដូច្នេះវានឹងកែប្រែរបស់យើងទៅជា local time នៅម៉ោង 18:33 នាទីហើយវានឹង load time zone Asia Phnom Penh តទៅយើងបដូរម៉ោងរួចរាល់ហើយយើងគ្រាន់វាយ command ដែរទៅវានឹងឃើញម៉ោង 6:33 វាត្រូវនឹងម៉ោងនេះវា load ចូល 34 ហើយអូខេយើង clear មួយមកយ៉ាយើង clear វាមួយមកតមកទៀតយើងវាយ command history ដើម្បីឆែកមើលថាតើមុនហ្នឹងយើងវាយ command លើអីខ្លះអូខេនេះគឺជា command ដែលមាននៅខាងលើទៀតជា command វាមានច្រើនដែលយើងបានប្រើប្រាស់មុនហ្នឹងមានដូចជា that time that ctl មាន sudo shutdown.c .or មាន hostname មានisb release មាន ps aux យើងឆែកមើលrun ដូច task manager អាហ្នឹងហើយយើងឆែកមើល cpu យើងឆែកមើលជាមួយនឹងផ្សេងទៀតដូចជា hostname IP របស់ hostname អីចឹងទៅវីដេអូតេស្តទៅលើ basic command ទី1គឺមានតែប៉ុណ្្នឹងទេអរគុណច្រើនលោកគ្រូ